ក្មេងស្រីម្នាក់នេះកើតនៅប្រទេសអេត្យូពីនាងធ្លាប់រស់នៅក្នុងមណ្ឌលកុមារកំព្រាហើយម្ដាយរបស់នាងផ្ទាល់បានប្រឆាំងនឹងនាងគាត់បានព្យាយាមរំលូតកូនប៉ុន្តែមានរឿងមិនគួរឲ្យជឿមួយបានកើតឡើងនៅឆ្នាំ 2005 លោកស្រី Angelina និងលោក Brad Pitt ដែលជាគូស្នេហ៍ដ៏មានទ្រព្យសម្បត្តិនិងល្បីល្បាញបំផុតមួយនៅលើពិភពលោកបានយកសាហារាមកធ្វើជាកូនស្រីចិញ្ចឹមចាប់តាំងពីពេលនោះមកជីវិតរបស់នាងបានផ្លាស់ប្ដូរទាំងស្រុងដូច្នេះតើរឿងរ៉ាវរបស់នារីសំណាងរូបនេះគឺជាអ្វីតើជីវិតរបស់នាងបានប្រែទៅជាយ៉ាងណាហើយតើនាងមើលទៅដូចម្ដេចនៅពេលនេះទស្សនាវីដេអូនេះពេញដើម្បីស្វែងយល់កុំភ្លេចចុច like ចុច subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗនៅពេលដែល admin បានបង្ហោះតបន្តទស្សនានៅដើមទសវត្សរ៍ឆ្នាំ 2000 មានគូស្នេហ៍តិចតួចណាស់ដែលបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ដូចជាលោកស្រី Angelina នៅដើមទសវត្សរ៍ទី 20 មានគូស្នេហ៍តិចតួចណាស់ដែលបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ដោយលោកស្រី Angelina Jolie និងលោក Brad Pitt រឿងរ៉ាវស្នេហារបស់ពួកគាត់បានចាប់ផ្ដើមនៅក្នុងអំឡុងពេលថតរឿង Mr. and Miss Smith ដែលចំណងតាក់ទងនៅលើអេក្រង់បានប្រែក្លាយទៅជាស្នេហាពិតលោក Brad Pitt ដែលបានក្លាយជាតារាល្បីរួចទៅហើយសម្រាប់ខ្សែភាពយន្តដូចជា Fight Club និង Ocean Eleven បានជួបលោកស្រី Angelina ដែលជាតារាសម្ដែងដែលទទួលបានពានរង្វាន់ Oscar ដ៏ល្បីល្បាញដោយសារតួនាទីនិងសកម្មភាពមនុស្សធម៌របស់នាងទំនាក់ទំនងរបស់ពួកគេដែលត្រូវបានគេដាក់រហស្សនាមថា Brangelina បានក្លាយជានិមិត្តរូបលេចឡើងនៅលើក្របទស្សនាវដ្តីព័ត៌មាននិងកំណត់និយមន័យថ្មីនៃតួនាទីរបស់ស្ដេច Hollywood ប៉ុន្តែអ្វីដែលពិតជាធ្វើឲ្យពួកគេប្លែកពីគេគឺបេសកកម្មរួមរបស់ពួកគេការផ្លាស់ប្ដូរពិភពលោកឲ្យកាន់តែប្រសើរឡើងក្នុងនាមជាឯករដ្ឋទូតសច្ឆន្ទៈរបស់អង្គការសហប្រជាជាតិលោកស្រី Angelina Jolie បានធ្វើដំណើរជុំវិញពិភពលោកការពារផលប្រយោជន៍ជនភៀសខ្លួនមិនយូរប៉ុន្មានលោក Brad Pitt បានចូលរួមជាមួយនាងដោយរួមបញ្ចូលភាពល្បីល្បាញនិងការបដិញ្ញាចិត្តរបស់ពួកគេលោកស្រី Angelina បានយកកូនប្រុសរបស់នាង Maddox មកពីប្រទេសកម្ពុជាក្នុងឆ្នាំ 2002 ហើយតែងតែនិយាយអំពីរបៀបដែលភាពជាម្ដាយបានពង្រឹងនាងនិងផ្ដល់អត្ថន័យថ្មីដល់ជីវិតលោក Brad បានកោតសរសើរចំពោះការលះបង់នេះហើយបានទទួលយក Maddox ជាកូនប្រុសរបស់គាត់ផ្ទាល់ដោយពង្រឹងចំណងរបស់ពួកគេទ្វីបអាហ្វ្រិកមានអត្ថន័យពិសេសសម្រាប់ពួកគេលោកស្រី Angelina បានទៅលេងប្រទេសដូចជា Syria និង Namibia ហើយអ្នកទាំងពីរមានការរំជួលចិត្តចំពោះកម្លាំងរបស់មនុស្សដែលពួកគេបានជួបទំនាក់ទំនងរបស់ពួកគេជាមួយទ្វីបនេះកាន់តែរឹងមាំឡើងនៅឆ្នាំ 2005 ក្នុងអំឡុងពេលធ្វើដំណើរមនុស្សធម៌ទៅកាន់ប្រទេសអេត្យូពីការធ្វើដំណើររបស់ពួកគេបានឈានដល់ចំណុចរបត់មួយនៅពេលដែលពួកគេបានជួបនឹងសាហារ៉ាដែលជាក្មេងស្រីកំព្រាអាយុ 6 ខែសាហារ៉ាកើតនៅប្រទេសអេត្យូពីក្នុងខែមករាឆ្នាំ 2005 ម្ដាយរបស់នាងគឺជាក្មេងជំទង់ដែលរស់នៅក្នុងភាពក្រីក្រខ្លាំងជាប់នៅក្នុងរង្វង់នៃការរងទុក្ខដែលមិនអាចផ្ដល់ការការពារមិនមានការគ្រប់គ្រងនិងមិនមានអនាគតជាអកុសលនាងមានផ្ទៃពោះដោយមិនចង់បាននៅក្នុងភាពភ័យរន្ធត់និងភាពឯកោនាងបានលាក់បាំងការមានផ្ទៃពោះរបស់នាងនៅតំបន់ជនបទដែលនាងបានរស់នៅគ្មាន clinic គ្មានវេជ្ជបណ្ឌិតហើយជារឿយៗសូម្បីតែគ្មានអាហារបរិភោគថ្ងៃបានកន្លងផុតទៅដោយគ្មានអាហារខ្វះទឹកស្អាតគ្មានអគ្គិសនីនិងប្រព័ន្ធលូនៅក្នុងភាពអស់សង្ឃឹមនាងបានព្យាយាមរំលូតកូននៅខ្លួនឯងដោយធ្វើការរំលូតកូនដែលមិនមានសុវត្ថិភាពដោយភាពស្ងៀមស្ងាត់ដោយប្រើអ្វីគ្រប់យ៉ាងដែលនាងអាចរកបានប៉ុន្តែការប៉ុនប៉ងនោះបានបរាជ័យហើយដែលហេតុផលខ្លះសាហារ៉ាបានរួចជីវិតម្ដាយរបស់នាងដែលឈឺរួចទៅហើយដោយជំងឺអេដស៍ហើយចុះខ្សោយដោយសារជំងឺនិងភាពអត់ឃ្លានបានស្លាប់ភ្លាមៗបន្ទាប់ពីសម្រាលកូនក្មេងតូចដ៏ផុយស្រួយនឹងត្រូវបានគេបោះបង់ចោលត្រូវបានទុកឲ្យយាយរបស់នាងមើលថែយាយរបស់នាងបានព្យាយាមមើលថែប៉ុន្តែភាពក្រីក្របានធ្វើឲ្យផ្ទះរបស់ពួកគេទទេស្អាតគាត់ត្រូវចិញ្ចឹមមនុស្សច្រើនពេកគាត់គ្មានថ្នាំហើយស្ទើរតែគ្មានអាហារគាត់បានធ្វើការសម្រេចចិត្តដ៏សោកសៅគាត់បានរុំកូនក្នុងក្រណាត់ចាស់មួយហើយយកនាងទៅមជ្ឈមណ្ឌលកុមារកំព្រាដាច់ស្រយាលមួយដោយអធិដ្ឋានថាអ្នកផ្សេងទៀតនឹងផ្ដល់ឱកាសឲ្យនាងរស់រានមានជីវិតនៅទីនោះសាហារ៉ាបានដេកនៅស្ងៀមអស់រយៈពេលជាច្រើនថ្ងៃនាងស្គមស្គាំងឈឺនិងខ្សោយពេកក្នុងការតាក់ទងចំណាប់អារម្មណ៍ពីគ្រួសារសក្តានុពលក្មេងៗផ្សេងទៀតបានមកហើយទៅខណៈដែលនាងនៅតែគ្មានចលនាមិនមាននរណាកត់សម្គាល់មិនមាននរណាចង់បានគិលានុបដ្ឋាយិកាបានខ្សឹបខ្សៀវដោយស្ងៀមស្ងាត់ថានាងនឹងមិនអាចរស់បានទេអស់រយៈពេល6 ខែ
គ្មាននរណាម្នាក់សូម្បីតែសួរឈ្មោះរបស់នាងផងប៉ុន្តែទោះបីជានៅក្នុងភាពស្ងៀមស្ងាត់ក៏ដោយក៏សាហារ៉ាបានតស៊ូដើម្បីរស់រានមានជីវិតនៅពេលនោះលោកស្រី Angelina Jolie កំពុងពិចារណាលើការយកកូនម្នាក់ទៀតមកធ្វើជាកូនចិញ្ចឹមនាងបានធ្វើដំណើរជុំវិញទ្វីបអាហ្វ្រិកហើយមានអារម្មណ៍ថាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយប្រជាជននៅទ្វីបអាហ្វ្រិកនៅពេលដែលនាងបានឃើញរូបថតរបស់សាហារ៉ាមានអ្វីមួយបានផ្លាស់ប្ដូរនៅក្នុងខ្លួនរបស់នាងត្រូវតែជួបក្មេងនេះលោកស្រី Angelina Jolie បានហោះទៅប្រទេសអ៊ីត្យូពីហើយបានបីសាហារ៉ាដែលនាងពេលនោះមានអាយុត្រឹមតែ6ខែនាងមានការតក់ស្លុតចំពោះទំហំតូចនិងភាពទន់ខ្សោយរបស់កុមារនោះក្រោយមកលោកស្រី Angelina បាននិយាយនៅក្នុងកម្មវិធី Good Morning America ថាសាហារ៉ាមានអាយុ6ខែហើយនាងមានទម្ងន់តិចជាង4គីឡូក្រាមស្បែករបស់នាងអាចត្រូវរួញហើយស្អិតជាប់គ្នាសូម្បីតែម៉ាដុកដែលពេលនោះមានអាយុត្រឹមតែ4ឆ្នាំក៏យល់ថាមានអ្វីមួយខុសដែរគាត់បាននិយាយថានាងត្រូវការជំនួយប៉ុន្តែផ្លូវទៅកាន់ការទទួលយកកូនចិញ្ចឹមមិនងាយស្រួលនោះទេអ្វីដែលបានកើតឡើងបន្ទាប់គឺគួរឲ្យខ្លាចគ្រូពេទ្យបានប្រមានលោកស្រី Angelina ថាសាហារ៉ាអាចឆ្លងមេរោគ HIV ដោយសារម្ដាយបង្កើតរបស់នាងបានស្លាប់ដោយសារជំងឺអេដស៍មុនពេលចាប់ផ្ដើមនីតិវិធីយកកូនចិញ្ចឹមចាំបាច់ត្រូវធ្វើតេស្តប៉ុន្តែសម្រាប់លោកស្រី Angelina ការសម្រេចចិត្តត្រូវបានធ្វើឡើងរួចហើយក្រោយមកនាងបានសារភាពថាខ្ញុំនឹងយកនាងមកធ្វើជាកូនចិញ្ចឹមមិនថាលទ្ធផលបែបណានោះទេការសម្រេចចិត្តនេះបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំហើយខ្ញុំត្រៀមខ្លួនសម្រាប់វាទោះជាយ៉ាងណាក៏ដោយនៅពេលដែលលទ្ធផលបានចេញមកអវិជ្ជមានវាគឺជាពេលនៃការធូរស្រាលដោយស្ងៀមស្ងាត់ប៉ុន្តែការតស៊ូរបស់សាហារ៉ាមិនទាន់ចប់នោះទេបន្ទាប់ពីមកដល់សហរដ្ឋអាមេរិកនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ជាមួយនឹងជំងឺសាល់ម៉ូនីឡាធ្ងន់ធ្ងរនាងបានចំណាយពេលមួយសប្តាហ៍ដើម្បីជាសះស្បើយនៅទីក្រុងញូវយ៉កដែលបានចាប់ផ្ដើមភ្ជាប់ពាក្យជាមួយក្មេងស្រីតូចនោះរួចហើយក្រោយមកបាននិយាយថាខ្ញុំដឹងថានាងនឹងមិនមានជីវិតរស់នៅដូចថ្ងៃនេះទេប្រសិនបើនាងមិនត្រូវបានយកមកធ្វើជាកូនចិញ្ចឹមក្នុងឆ្នាំដដែលនោះលោកប្រេតបានយកសាហារ៉ាមកធ្វើជាកូនចិញ្ចឹមជាផ្លូវការហើយចាប់ពីពេលនោះមកនាងបានផ្លាស់ពីមជ្ឈមណ្ឌលកុមារកំព្រាទៅកាន់ផ្ទះវិឡាដ៏ប្រណិតមួយនៅក្នុងទីក្រុង Los Angeles មួយឆ្នាំក្រោយមកគ្រួសារបានរីកចម្រើនម្ដងទៀតនៅថ្ងៃទី27ខែឧសភាឆ្នាំ2006លោកស្រី Angelina និងលោក Brad Pitt បានស្វាគមន៍កូនបង្កើតដំបូងរបស់ពួកគេ Shiloh Novell Julie Pitt ដែលបានកើតតាមរយៈការវះកាត់នៅទីក្រុងឆ្នេរស្វាកមុនប្រទេសណាម៉ាប៊ីភ្លាមនោះមានទារក2នាក់នៅក្នុងផ្ទះមិនយូរប៉ុន្មានបន្ទាប់ពីនោះលោកស្រី Julie បានយកកូនម្នាក់ទៀតមកធ្វើជាកូនចិញ្ចឹមហើយបានបង្កើតកូនបង្កើត3នាក់ដោយពង្រីកគ្រួសារកាន់តែខ្លាំងឥឡូវនេះសាហារ៉ាមានគ្រួសារធំមួយឪពុកម្ដាយនិងបងប្អូន5នាក់តាំងពីដំបូងមកសាហារ៉ាមានទំនាក់ទំនងជិតស្និទ្ធជាមួយបងប្អូនរបស់នាងម៉ាដុកដែលធ្លាប់ខ្សឹបប្រាប់ថាសាហារ៉ាត្រូវការជំនួយបានក្លាយជាអ្នកការពារដ៏ស្ងៀមស្ងាត់របស់នាងហើយស្លូដែលកើតតែមួយឆ្នាំបន្ទាប់ពីសាហារ៉ាមកដល់ទីក្រុង Los Angeles បានក្លាយជាមិត្តភក្តិជិតស្និទ្ធបំផុតរបស់នាងក្មេងស្រីទាំងពីរបានធំឡើងជាមួយគ្នាចែករំលែកអ្វីៗគ្រប់យ៉ាងចាប់ពីប្រដាប់ក្មេងលេងរហូតដល់ការបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៅពេលសាហារ៉ាមានអាយុ7ឆ្នាំលោកស្រី Angelina បាននិយាយនៅក្នុងបទសម្ភាសន៍មួយថាសាហារ៉ាគឺជាមនុស្សតែម្នាក់គត់ដែលនាំយើងទាំងអស់គ្នាមកជាមួយគ្នានាងរីករាយមានថាមពលនិងតែងតែដឹងពីរបៀបធ្វើឲ្យយើងសើចប៉ុន្តែនៅពេលដែលនាងនៅជុំវិញមនុស្សចម្លែកនាងនឹងស្ងប់ស្ងាត់នាងខ្មាស់អៀននៅពេលដំបូងប៉ុន្តែនៅពេលដែលនាងបើកចិត្តនាងនឹងបំភ្លឺសេចក្តីស្រឡាញ់ក្នុងឆ្នាំ2016នៅពេលសាហារ៉ាមានអាយុត្រឹមតែ11ឆ្នាំលោកស្រី Angelina Jolie និងលោក Brad Pitt បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលដោយប្រកាសពីការបែកបាក់របស់ពួកគេបន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល10ឆ្នាំការបែកបាក់របស់ពួកគេបានក្លាយជាចំណងជើងព័ត៌មានទូទាំងពិភពលោកប៉ុន្តែនៅពីក្រោយកាមេរ៉ាវាគឺជាពេលវេលាដ៏លំបាកនិងអារម្មណ៍ជាពិសេសសម្រាប់កូនទាំង6នាក់របស់ពួកគេនៅកណ្ដាលភាពវឹកវរទាំងអស់នេះសាហារ៉ាបានរក្សាភាពស្ងៀមស្ងាត់ទោះបីជានាងនៅតែនៅក្មេងក៏ដោយនាងបានឈានជើងទៅមុខយ៉ាងធំនាងបានលួងលោមប្អូនៗរបស់នាងជួយពួកគេឲ្យយល់ពីអ្វីដែលកំពុងកើតឡើងនិងបានបង្រួបបង្រួមគ្រួសារសប្តាហ៍ថ្ងៃនេះសាហារ៉ាមានអាយុ20ឆ្នាំហើយនាងកំពុងឈានជើងចូលដល់ភាពពេញវ័យដោយភាពជឿជាក់និងការបដិញ្ញាចិត្តនាងកំពុងសិក្សានៅ Spelman College ក្នុងរដ្ឋ Georgia ដែលជាមហាវិទ្យាល័យមួយក្នុងចំណោមមហាវិទ្យាល័យប្រវត្តិសាស្ត្ររបស់ជនជាតិស្បែកខ្មៅដែលត្រូវបានគេគោរពបំផុតនៅសហរដ្ឋអាមេរិកថ្មីនេះនាងបានចូលរួមជាមួយសហគមន៍ Alpha Kappa
ដែលជាសមាគមនារីដែលអនុប្រធានាធិបតី Kamala Harris ក៏ជាសមាជិកផងដែរហើយដែលបានធ្វើជំហានមួយដែលបានក្លាយជាចំណងជើងព័ត៌មាននាងបានជ្រើសរើសឈ្មោះ Sahara Malijulie ដោយលុបឈ្មោះ Pitt ចេញពីឈ្មោះរបស់នាងយ៉ាងស្ងៀមស្ងាត់នេះបានបង្កឲ្យមានការពិភាក្សាអំពីទំនាក់ទំនងរវាងនាងនិងលោក Brad Pitt ជាពិសេសដោយសារឪពុករបស់នាងនៅតែស្ថិតក្នុងការលែងលះទោះបីជាសារ៉ាធំឡើងនៅកណ្ដាលនៃការចាប់អារម្មណ៍ហ៊ុមព័ទ្ធដោយតារា Hollywood ក៏ដោយក៏នាងមិនដែលស្វែងរកភាពល្បីល្បាញនោះឡើយនាងបានធ្វើការបន្តិចបន្តួចលើការសម្ដែងសម្លេងនៅក្នុងរឿង Kung Fu Panda 3ហើយនាងតែងតែត្រូវបានឃើញនៅលើកម្រាលព្រំក្រហមជាមួយម្ដាយរបស់នាង Angelina Jolie ដែលតែងតែស្លៀកពាក់បែបក្លាហាននិងឆើតឆាយប៉ុន្តែនៅក្នុងចិត្តរបស់ Sahara ត្រូវបានគេស្គាល់ថាជាមនុស្សខ្មាស់អៀននិងលាក់បាំងបំផុតទោះជាយ៉ាងណាក៏ដោយនាងកំពុងបង្កើតផ្លូវផ្ទាល់ខ្លួនរបស់នាងបន្តិចម្ដងនៅអាយុ14ឆ្នាំនាងបានចាប់ផ្ដើមខ្សែគ្រឿងអលង្ការផ្ទាល់ខ្លួនរបស់នាងក៏បានដើរតួនាទីយ៉ាងធំនៅក្នុងម៉ាកយីហោម្ដាយរបស់នាង Angelina Jolie ដោយធានាថាការរចនាមានស្រមោលពណ៌ស្បែកដែលស័ក្តិសមជាមួយស្បែកខ្មៅងងឹតដែលជាព័ត៌មានលម្អិតដែលតែងត្រូវបានមើលរំលងនៅក្នុងម៉ូដ Sahara មានចំណងចំណូលចិត្តយ៉ាងជ្រាលជ្រៅចំពោះយុទ្ធធម៌សង្គមនាងបានធ្វើដំណើរជាមួយលោកស្រី Angelina ទៅកាន់ទីក្រុង Washington DC ជាច្រើនដងដើម្បីតស៊ូមតិសម្រាប់ជនរងគ្រោះដោយអំពើហិង្សានិងជំរុញឲ្យមានការផ្លាស់ប្ដូរពិតប្រាកដជាពិសេសតាក់ទងនឹងច្បាប់ដូចជាច្បាប់ស្តីពីអំពើហិង្សាប្រឆាំងនឹងស្ត្រីនៅពេលអ្នកក្រឡេកមើលពីរបៀបដែលលោកស្រី Angelina បានដឹកនាំនិងគាំទ្រ Sahara អស់រយៈពេលជាច្រើនឆ្នាំវានឹងធ្វើឲ្យយើងគិតរឿងរ៉ាវនេះបង្ហាញថាឪពុកម្ដាយពិតប្រាកដគឺជាអ្នកដែលផ្ដល់ក្តីស្រឡាញ់ដល់កូនមិនមែនគ្រាន់តែជាអ្នកផ្ដល់កំណើតដល់កូននោះទេតែអ្នកទាំងអស់គ្នាយល់ស្របនឹងគំនិតរបស់ admin ដែរឬទេសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យ admin បានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់ទៀត